order លើកនេះគឺជាថ្ងៃរបស់ LV សម័យនិយាយមែនគឺថាបងបុកមកទិញច្រើនខ្លាំងមែនតើសំខាន់ថតតែប៉ុណ្្នេះសិនបានហើយ order ទី1គឺបងក៏យកជាមួយនឹងខ្លួនរបស់ LV Imagination ហើយនឹងខ្លួនរបស់ JPG Lamel Alpha និយាយទៅ LV សម័យគឺថាលក់ដាច់ខ្លាំងមែនតើហើយ order ទី2គឺបងក៏យកជាមួយនឹងខ្លួនរបស់ Chanel Chain Splendid ហើយនឹង LV Symphony ហើយ LV Symphony មួយរយៈក្រោយនេះគឺថាបងនិយាយបុកមកទិញច្រើនមែនតើហើយ order ទី3គឺ LV Imagination ដដែលទេមែនតើទៅក្លិននេះគឺថាល្អខ្លាំងមែនតើបើក្បាលមកលក្ខណៈរៀងខូរៀងស្រស់ស្រាយបែបលក្ខណៈរៀងសាប៊ូហើយវាមានក្លិនបែបរៀងហឹរនិយាយទៅក្លិននេះគឺថាល្អខ្លាំងមែនតើសម្រាប់ប្រើប្រចាំថ្ងៃក្លិនគេចេញមកបែបថ្លៃថ្នូរមែនតើហើយ order ទី4គឺ Dior Sauvage EDP និយាយទៅក្លិនប្រុសព្រាននេះគឺថា unique ខ្លាំងមែនតើស្រស់ស្រាយប្រើប្រចាំថ្ងៃបានទៅកម្មវិធីក៏បានដែរហើយ order ទី5គឺ LV Imagination ម្ដងទៀតនិយាយចំទៅ LV Imagination ទៅច្រើនបងទិញឲ្យដល់ពេញចិត្តតែម្ដងហើយ order ទី6គឺ Burberry Her Petal Limited សម្រាប់ក្លិនគេវិញគឺថាចេញមកឆ្ងាញ់ខ្លាំងមែនតើបើកក្បាលដំបងមកលក្ខណៈរៀងផ្អែមជាមួយផ្លែឈើ Burberry លាយឡំនឹងក្លិនបែបរៀងផ្កាមានផ្កា Jasmine ផ្កា Violet ហើយនៅក្នុងនោះវាមាន Amber ដែលធ្វើឲ្យទៅអស់មួយនេះឈ្ងុយក្អូបតាក់ទាញមែនតើហើយ order ទី7គឺ LV Imagination ទៀតនិយាយទៅក្លិនមួយនេះគឺថាមានអីនិយាយច្រើនទេគឺថាបងគួរតែសាកបានម្ដងហើយ order ទី8គឺ LV Imagination ថែមទៀតនិយាយទៅក្លិនមួយនេះគឺថាចូល stock ម្ដងលក់អត់ចង់តន់តែម្ដងហើយ order ចុងក្រោយគឺក្លិនអភិជន Rojado Spitio និយាយទៅក្លិនមួយនេះគឺថាបាញ់ទៅកម្មវិធីអីគឺថាល្អមែនតើតែម្ដងដោយសារតែក្លិននេះបាត់ក្បាលមកលក្ខណៈរៀងហឹរផ្អែមលាយឡំនឹងក្លិនបែបរៀងឈើរៀងអ៊ូតចេញមកគឺថាដិតហើយជាប់បានយូរតែម្ដងចុងក្រោយគឺថាអរគុណទៅដល់បងខ្លាំងមែនតើដែលបាន support ហើយបើចង់បានទាំងអស់ខ្លួនដែលមានគុណភាព complete research ភពជុំរី